ចូលរៀបជប់លើថ្វាយព្រះម្ចាស់ចូលរំលឹកលើថ្វាយព្រះបងប្អូនជាទីស្រឡាញ់នៅថ្ងៃនេះនៅក្នុងអត្ថបទទាំង3យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជួយដើម្បីឲ្យយើងភ្ញាក់ស្មារតីចូលមានចិត្តក្លាហានឡើងកុំភ័យខ្លាចអ្វីឡើយត្រូវមានចិត្តអត់ធ្មត់ចូលរៀបចំផ្លូវរបស់ព្រះអង្គនឹងជាពិសេសយើងស្ដាប់សំណួរមួយសំណួរដែលយើងត្រូវការទុកសម្រាប់យើងដែរតើអ្នករាល់គ្នាទៅរកមើលអ្វីតើអ្នករាល់គ្នាទៅរកមើលអ្វីយើងដឹងហើយយើងជាគ្រីស្ទបរិស័ទយើងមកស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យើងមកអធិដ្ឋាននៅក្នុងអភិបូជាថ្ងៃនេះក្រុមព្រះបេដងមកធ្វើភាគសច្ចាយើងកំពុងត្រៀមខ្លួនដើម្បីទទួលស្វាគមន៍ព្រះយេស៊ូវដែលបន្តិចទៀតប្រសូតនេះជាអ្វីដែលយើងចង់បានអ្វីដែលយើងចង់រកប៉ុន្តែខ្ញុំគិតថាថ្ងៃនេះជាពិសេសនៅក្នុងបរិយាកាសសពថ្ងៃនៅពេលយើងស្ដាប់សំណួរនេះតើអ្នករាល់គ្នាទៅរកមើលអ្វីយើងចង់មករកមើលសុខសន្តិភាពសម្រាប់ពិភពលោកសម្រាប់ប្រទេសសម្រាប់ជីវិតរបស់យើង10ថ្ងៃទៀតយើងជួបគ្នានៅទីនេះដើម្បីគោរពព្រះយេស៊ូវប្រសូតហើយនៅពេលហ្នឹងយើងស្ដាប់គម្ពីរដែលថាព្រះយេស៊ូវជាព្រះអម្ចាស់នៃសុខសន្តិភាពនៅពេលនោះយើងស្ដាប់ក្រុមទេវទូតដែលច្រៀងថាសំឡេងដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ឲ្យមនុស្សលោកមានសេចក្តីសុខសាន្តប៉ុន្តែសេចក្តីសុខសាន្តនេះសម្រាប់មនុស្សទាំងអស់ដែលស្រឡាញ់ព្រះជាម្ចាស់និងដែលស្រឡាញ់គ្នាទៅវិញទៅមកនៅថ្ងៃនេះដែលយើងជួបគ្នាជាមួយក្រុមព្រះបេដងព្រះយេស៊ូវពេលយើងនិយាយអំពីព្រះបេដងព្រះយេស៊ូវយើងមើលឃើញអំពីព្រះハរតីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងព្រះបេដងព្រះយេស៊ូវគឺព្រះハរតីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោកហើយនេះហើយនៅថ្ងៃនេះដែលយើងជួបគ្នាយើងយល់ថាបេសកកម្មរបស់យើងទូនីតិរបស់យើងដូចយើងបានស្ដាប់នៅក្នុងអត្ថបទនេះលោកយ៉ូហានថាយើងចាក់ទូតយើងឲ្យទៅមុនព្រះអង្គដើម្បីរៀបចំផ្លូវរបស់ព្រះអង្គយើងជាទូតនៃសេចក្តីស្រឡាញ់ទូតនៃធម៌មេត្តាករុណាទូតនៃសេចក្តីសុខសាន្តសម្រាប់មនុស្សលោកមកពុទ្ធជាស្រឡាញ់មកសិនមិញខ្ញុំទៅត្រីយើងគឺនៅក្នុងឆ្ងាយដែរប៉ុន្តែនៅក្នុងបរិវេណកុកុងដែលពីម្សិលមិញបានគ្នាថ្ងៃនេះខ្ញុំមកដល់ឆ្រៃធំព្រំដែងមួយទៀតដែលសពថ្ងៃយើងមានសេចក្តីសុខកុំឲ្យយើងភ្លេចបងប្អូនជាទីស្រឡាញ់យើងកំពុងរៀបចំបុណ្យណូអែលព្រះយេស៊ូវប្រសូតអំណរសប្បាយសេចក្តីសុខសាន្តសម្រាប់មនុស្សលោកប៉ុន្តែនៅក្នុងប្រទេសយើងសពថ្ងៃមានបងប្អូនរបស់យើងយ៉ាងច្រើនដែលរងទុក្ខលំបាកមានរាប់ម៉ឺននាក់រាប់10,000នាក់ដែលចេញពីប្រទេសមានកូនក្មេងរាប់ម៉ឺននាក់ដែលលែងមានសាលាដើម្បីរៀនចូលរៀនមួយខែមុនឥឡូវនេះលែងមានសាលាអីទេអស់ហើយនេះហើយពិតមែនតើអ្នករាល់គ្នាទៅរកអ្វីយើងទៅរកសេចក្តីសុខសាន្តសន្តិភាពបងប្អូនជាទីស្រឡាញ់សម្រាប់យើងដែលជាគ្រីស្ទបរិស័ទសម្រាប់បងប្អូនដែលជាទូតនៃព្រះハរតីមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងក្រុមព្រះបេដងព្រះយេស៊ូវយើងត្រូវតែភ្ញាក់ស្មារតីសាជាថ្មីដើម្បីទីមួយអធិដ្ឋានទូលងវព្រះជាម្ចាស់ឲ្យសុខសន្តិភាពយាមកទោះបីយើងអត់ភ្ជាប់ជាមួយព្រំដែងដែលកំពុងបាញ់គ្នាប៉ុន្តែទូនីតិរបស់យើងជាគ្រីស្ទបរិស័ទគឺអធិដ្ឋានដ៏ពេញលក្ខណៈអធិដ្ឋានយ៉ាងច្រើនតាមរយៈព្រះម៉ារីតាមរយៈសន្តាយូសេហ្វអធិដ្ឋានរួមជាមួយព្រះយេស៊ូវដើម្បីឲ្យសន្តិភាពយាមកមិនមែនថ្ងៃសែកមិនមែនកាន់សែកយាមកថ្ងៃនេះ
យើងអត់មានអំណាចយើងអត់មានឥទ្ធិពលយើងអត់មានកម្លាំងដើម្បីបញ្ឈប់ភ្លើងនៃសង្គ្រាមភ្លើងនៃអាវុធប៉ុន្តែយើងមានអំណាចមួយដ៏សំខាន់បំផុតនៅក្នុងជំនឿរបស់យើងដឹងថាព្រះជាម្ចាស់ស្រឡាញ់យើងនិងព្រះជាម្ចាស់ណែនាំឲ្យមនុស្សលោករុំរុះនៅក្នុងសុគតមរមនាជាបងប្អូនបង្កើតនៅក្នុងសេចក្តីស្រឡាញ់ជាបងប្អូនបង្កើតនៅក្នុងសុខសន្តិភាពដោយជាគោរពគ្នាទៅវិញទៅមកអំបញ្ញមិញខ្ញុំស្ដាប់នៅក្នុងរបាយការណ៍លោកហ្វីលីបបាននិយាយអំពីក្រុមព្រះបេដងត្រូវតែការពារតែរក្សាជំនឿរៀនអំពីជំនឿរស់នៅតាមជំនឿហើយប្រសិនបើយើងនៅឃើញព្រះបង្ទូលរបស់ព្រះយេស៊ូវនៅពេលព្រះយេស៊ូវឲ្យក្រុមគ្រីស្ទូតទៅតាមផ្លូវនានាដើម្បីព្យាបាលនៃជំងឺនៅពេលក្រុមគ្រីស្ទូតត្រឡប់មកវិញគេថាគេឆ្ងល់យើងអត់មានសមត្ថភាពដើម្បីបំពេញខ្មោចយើងអត់បានមានសមត្ថភាពដើម្បីព្យាបាលនៃជំងឺនិងព្រះយេស៊ូវឆ្លើយថាដោយសារខ្វះជំនឿបងប្អូនជាទីស្រឡាញ់បើសិនបើយើងមានជំនឿរឹងមាំបើសិនបើយើងមានជំនឿច្បាស់លាស់ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់បានណាទោះជាមើលប៉ុន្មានថ្ងៃមួយយើងគោរពព្រះនាងម៉ារីដែលគ្មានចំពេកបាបហើយនៅពេលព្រះនាងម៉ារីបានទទួលដំណឹងពីទេវទូតហ្គាប្រៀលទៅជាមាតារបស់ព្រះជាម្ចាស់ព្រះនាងម៉ារីក៏ឆ្ងល់ដែរប៉ុន្តែទេវទូតហ្គាប្រៀលថាសម្រាប់ព្រះជាម្ចាស់អ្វីៗទាំងអស់អាចធ្វើបានសម្រាប់យើងជាគ្រីស្ទបរិស័ទដែលមានជំនឿរឹងមាំដែលស្រឡាញ់ព្រះជាម្ចាស់ដែលស្រឡាញ់បងប្អូនឯទៀតឲ្យយើងជឿថាពេលទូលងវររបស់យើងឲ្យសុខសន្តិភាពយាមកឲ្យកើតឡើងបានហេតុនេះហើយដូចលោកយ៉ាកបបានមានព្រះបង្ទូលត្រូវមានចិត្តអត់ធ្មត់ដោយទូលងវរជានិច្ចជាមួយទីពីរឲ្យយើងមានចិត្តអត់ធ្មត់ដោយយកចិត្តទុកដាក់សហការគ្នាបង្ហាញធម៌មេត្តាករុណាក្រុមព្រះបេដងជាសញ្ញាសម្គាល់នៃមេត្តាករុណារបស់ព្រះជាម្ចាស់ហើយយើងឃើញនៅក្នុងប្រទេសកម្ពុជាយើងសពថ្ងៃមានកលែងយ៉ាងច្រើនដែលគេកំពុងប្រមូលសម្ភារៈប្រមូលលេវ៉ាន់ដើម្បីជួយបងប្អូនដែលកំពុងរងគ្រោះដែលចេញពីប្រទេសដូចជាយើងជាគ្រីស្ទបរិស័ទទោះបីយើងនៅឆ្ងាយពីព្រំដែនក៏ដោយហើយយើងប្រមូលអ្វីដែលយើងមានដែរជាពិសេសនៅក្នុងឱកាសបុណ្យណូអែលដើម្បីចូលរួមជាមួយប្រជាជនទូទាំងប្រទេសកម្ពុជាដើម្បីលើកទឹកចិត្តបងប្អូនដែលកំពុងពិបាកមែនទែនដែលចង់អស់សង្ឃឹមដែរហេតុនេះហើយនៅក្នុងឱកាសបុណ្យព្រះយេស៊ូវប្រសូតកាន់មុខនេះហើយយើងជាព្រះសាគមកាតូលិកហើយយើងជាគ្រីស្ទបរិស័ទដែលមានអំណរសប្បាយដោយសារព្រះយេស៊ូវបានប្រសូតអំណរសប្បាយនេះឆ្នាំនេះគឺប្លែកហើយយើងខិតខំទៅជាសញ្ញាសម្គាល់នៃសេចក្តីសង្ឃឹមនៃធម៌មេត្តាករុណាសម្រាប់បងប្អូនរបស់យើងដែលកំពុងពិបាកជាពិសេសដល់កូនក្មេងដែលបាត់បង់អ្វីទាំងអស់នៅក្នុងពេលវេលាដ៏ខ្លីនេះពិតមែនយើងបានស្ដាប់ដែរចូលមានចិត្តក្លាហានឡើងកុំភ័យខ្លាចទៅអ្វីឡើយហើយយើងមានសេចក្តីក្លាហានដើម្បីរួមគ្នាទៅជាសញ្ញាសម្គាល់នៃព្រះបេដងរបស់ព្រះយេស៊ូវនៅលើសង្គមយើងសពថ្ងៃ